សួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកគ្នាពី command line មួយចំនួនដែលប្រើប្រាស់នៅក្នុង editor ចំនួន3ដែលមានដូចជា vi vir និង nano ដែលដំបូងយើងធ្វើការប្រើប្រាស់ editor vi ដែលវាជា default editor របស់ Linux ដែលដំបូងសូមធ្វើការកាត់ file មួយហើយយើង command touch ហើយឈ្មោះ file របស់យើង .mis vi.txt ដំណោះវានឹងបង្កើតបាន file មួយអាចឆែកមើល list មកបានហើយក៏មក ls នៅវានឹងមាន file mifvi វិញហើយសូមធ្វើការទៅ edit នៅក្នុង file mifvi ហ្នឹងហើយប្រើ command line vi ហើយឈ្មោះ file មកចុច enter វានឹងចូលហើយចូលដំបូងដើម្បីយើងធ្វើការបញ្ចូល text របស់យើងធ្វើការចុចលើអក្សរ I នោះវានឹងលុបខាងក្រោមដាក់ insert មកយើងអាចធ្វើការបញ្ចូលអក្សរបានហើយ command ទី1សូមបង្ហាញពីការចាក់ចេញដោយមិនបាន cell ហើយយើងប្រើ command line យើងធ្វើការចុចលើ escape មុនតមកវានឹងបាត់កន្លែង insert នៅខាងក្រោមហ្នឹងហើយយើងធ្វើការវាយ command ហើយយើងធ្វើការវាយ command line column substitute និងសញ្ញាទានត្រូវធ្វើការចុច enter ហើយវានឹងចាក់ចេញដល់មិនបាន cell សូមធ្វើការ clear សិនហើយយើងធ្វើការ list ហើយឥឡូវចូលទៅ file របស់យើងទៅដែរថាវាបាន cell ទៅអត់នេះឃើញហើយ file របស់យើងគឺមិនបាន cell ទេគឺយើងចាក់ចេញមកឥឡូវសូមដាក់ពី cell ហើយនឹងចាក់ចេញហើយយើងធ្វើការចុចលើអក្សរ I ហើយវានឹងឲ្យយើង insert ដាក់ថាតោះធ្វើការចុច escape ហើយយើងវាយ command column សរុបពី u បានតែ file បាន save ហើយឥឡូវយើងសូមធ្វើការចាក់ចេញហើយយើងធ្វើការចុច escape មួយទៀតហើយយើងវាយ column substitute ថាវានឹងចាក់ចេញតោះយើងចូលទៅមើលនៅក្នុង file យើងវិញថាវាបាន save នេះក្នុង file នេះគឺវាបាន save អក្សរទាំងអស់ហើយឥឡូវសូមដាក់ comment ពីការ save ហើយចាក់ចេញម្ដងហើយយើងធ្វើការចុច escape ហើយ command line w substitute ហើយវានឹង save ហើយចាក់ចេញមកតែតាមនឹង command នេះក្នុងការបកសឥឡូវសូមការបើកចូល file វិញពីហើយក៏ដាក់អក្សរ I វានឹងចូលយក edit មកដល់មកអាចធ្វើការវាយអក្សរ X ហើយវាលុបតួអក្សរមួយសំខាន់command line មួយទៀតគឺ dd គឺវាធ្វើការលុបអក្សរទាំងអស់ជា line ហ្មងធ្វើការចុច escape dd បាត់អស់ line ឥឡូវសូមសេអក្សរដាក់ចូលមួយហើយដល់ធ្វើការ save វាចុច escape ហើយវាយ command w option ហើយចុច enter ការឃើញនឹងចូលបាត់មកហើយពេលប្រើប្រាស់ command line មកយើងអាចជា text មកហើយយើងវាយ command វាគឺ cap ហើយឈ្មោះ file របស់យើងនឹងវានឹងលុបអក្សរនៅក្នុង file របស់យើងឥឡូវ
ចំពោះ VI យើងបិទប៉ុណ្ណេះឡើងចូលដល់ VI អត់ម្ដងឥឡូវយើងចូលដល់ចំណុចបន្ទាប់ទៀតគឺ VIM editor ដំបូងខ្ញុំសូមធ្វើការបង្កើត file សម្រាប់ VIM មួយដោយយើងវាយ command touch .mis VIM ដំបូងយើងបង្កើតបានជា file មួយហើយតោះធ្វើការចូលទៅ edit នៅក្នុង file ហ្នឹងដោយយើងប្រើ editor VIM ហើយ VIM ដាក់ឈ្មោះ file របស់យើងហើយ enter នឹងវានឹងចូលដល់ក្នុង file របស់យើងដែលវាស្តីងទៅក្នុង VI ដែរទេហើយខ្ញុំសូមប្រើ command line ដូចទៅនឹង VI ដែរហើយយើងធ្វើការ insert អក្សរចុងយើងធ្វើការហើយអក្សរ E មកយើងអាចធ្វើការបញ្ចូលអក្សរបានដោយដាក់ដើម្បី save វាយើងនឹងសូមបង្ហាញពីការចាក់ចេញដល់បាច់ save គឺ command នេះដូចទៅនឹង VI អត់ទេដែលធ្វើការចុច escape ហ្នឹងធ្វើការវាយ command Q ហើយអក្សរទៀនចុច enter ហើយធ្វើការ clear ហើយចូលទៅកាន់ file របស់យើងវិញហើយវាដាក់នោះគឺអក្សររបស់យើងនៅក្នុង file ហ្នឹងវាអត់បាន save ទេខ្ញុំធ្វើការបញ្ចូល file មកចូលអក្សរម្ដងទៀតការវាយដាក់អក្សរ I ចេញជា insert ហើយ save តោះខ្ញុំធ្វើការ save វាហើយយើង skip វាម្ដងទៀតហើយបញ្ចូល save តោះខ្ញុំចង់ចាក់ចេញយើងធ្វើការវាយ command Q មកធ្វើការ copy ហើយយើងចូលទៅកាន់ VI របស់ខ្ញុំម្ដងទៀតនៅវានឹង save បានចំណុច command ទៀតគឺសម្រាប់ធ្វើការយើងបង្ហាញ line ហើយបង្ហាញជាចំនួននៃ line នីមួយៗហើយធ្វើការវាយ command set number ហើយ enter នៅវានឹង load line ហ្នឹងធ្វើការដាក់អក្សរ E ទៀតដើម្បី insert ចូលហើយវានឹង load អក្សរមកជាចំនួនរបស់ line នីមួយៗខ្ញុំសូមធ្វើការ save វាឲ្យចាក់ចេញមកហើយចាក់ escape ហើយវាយ command W Q ខ្ញុំធ្វើការ clear ហើយសូមបើក file មកវាវាយ command cat .ms VIM តមកវានឹង load អក្សរដែលយើងបានសរសេរក្នុង text ហ្នឹងអូវាឲ្យអំខ្ញុំនឹកបាត់ពេកខ្ញុំសូមចូលទៅដល់ nano មកឥឡូវយើងចូលដល់ nano editor ម្ដងហើយខ្ញុំធ្វើការបង្កើត file មួយមកទៅសម្រាប់ធ្វើការលើ nano editor ដោយយើងវាយ command touch ដែរហ្នឹងដាក់ឈ្មោះ file ដែលយើងចង់បង្កើត nano.txt មកចុច enter អាចធ្វើការ list មកបានហើយយើងវាយ alt L យើងលុបនេះជា file យើងហ្នឹងដែលយើងបាន MIS nano ហើយតែមិនធ្វើការទៅបើក editor ជា nano វាយ nano IS nano ចូលចុច enter តែមកវានឹងចេញបែបនេះចំពោះ nano ដែលចូលមកដល់យើងឃើញបែបនេះដែលចំពោះ nano គឺអត់ដូចនឹង VI និង VIM ទេដែលយើងមិនបាច់ escape ទេហើយធ្វើការ press លើ key អក្សរ I ទេដែលយើងអាចធ្វើការ insert អក្សរចូលបានភ្លាមតទៅពីយើងសរសេរអក្សរហើយយើងមើលនៅខាងក្រោមវាមានជា key សម្រាប់យើងធ្វើការចុច
ដោយយើងចង់ធ្វើការចាក់ចេញយើងធ្វើការអាចចុចលើ control ហើយនឹងអក្សរ X ប៉ុន្តែវានឹងសួរយើងថាយើងចង់ save វាបើយើងចង់ save វាធ្វើការចុចអក្សរ Y បើយើងអត់ទេវាចុច no ហើយក៏អាចចុច cancel បាទតែវាអត់ចាក់ចេញទៅ cancel យើងធ្វើការវាយអក្សរ N ហើយវានឹងចាក់ចេញហើយចូលទៅកាន់ file យើងវិញហើយនៅក្នុងអត់មានទេចុចមកទីយើងសុំធ្វើការ save ម្ដងហើយយើងធ្វើការវាយអក្សរចូលទៀតពេលចង់ save យើងអាចធ្វើការចុច control X ក៏បានដែរដោយមាន option យើង save ធ្វើការ control X ហើយយើងចុច yes ហើយយើងអាចវាយហើយចុច enter មកវានឹង save ចូលដែរខ្ញុំសម្បត្តិទៅ editor យើងអក្សរយើងអាចជាប់ក្នុងនេះដែរមួយយើងអាច save យើងអាចប្រើជា control O ក៏បានដែរបើយើងចង់ save ខ្ញុំសុំថែមអក្សរទៀតចុច control O ចុច enter មកវា save បានធម្មតាបើយើងចង់ចេញយើងអាចធ្វើការ control X មកវានឹងចេញមកធ្វើការ clear សិនហើយធ្វើការបើក file បើក editor នៅមកយើងវិញខ្ញុំវា save បានធម្មតាតើមកសូមបង្ហាញពីការ cut ហើយនឹង ផាមកវិញឥឡូវខ្ញុំនៅលើ line ផ្សេងខ្ជុំនេះខ្ញុំធ្វើការចុចលើ control ហើយនឹងអក្សរ K មកវានឹង cut បើយើងចង់ផាវិញអាចចុច control អក្សរ U វាទៅមកវិញធម្មតាឥឡូវខ្ញុំបង្ហាញពីការ search មួយទៀតដោយយើងធ្វើការចុច control W តើយើងធ្វើការ search ចង់ search ហើយចង់ search ពាក្យណានោះចុច enter វានឹងមកទៅអក្សរនឹងទៅដល់ចំពោះណានោះខ្ញុំមានតែប៉ុណ្្នេះសូមអរគុណ